បាទគោរពជំរាបសួរទៅកាន់ឪពុកក្មេកនិងគោរពជំរាបសួរទៅកាន់ម៉ែក្មេកនិងគោរពជំរាបសួរទៅកាន់ឪពុកបង្កើតនិងគោរពជំរាបសួរទៅកាន់ម៉ែបង្កើតជាទីគោរពទាំងអស់គ្នាដោយតទៅបាទព្រឹកថ្ងៃចូលឆ្នាំទី3ត្រូវនឹងថ្ងៃបង្ហើយនេះមេធីមបានរៀបចំធ្វើមុខម្ហូបសម្លស្ងោរចាប់ឆាយដើម្បីដួសដាក់ស្រាក់យកទៅបង្កេនលោកនៅឯវត្តព្រឹកនេះព្រោះព្រឹកស្អែកគឺជាព្រឹកថ្ងៃបុណ្យដាឆ្លងបាទអញ្ចឹងព្រឹកនេះមេធីមចាប់ផ្ដើមធ្វើមុខម្ហូបសម្លស្ងោរចាប់ឆាយដើម្បីនាំកូនទៅវត្តព្រឹកនេះបាទចែកបុណ្យចែកទានដល់ពុកម៉ែបងប្អូនដែលបានទស្សនាមើលវីដេអូមួយនេះបាទមុខម្ហូបមួយឆ្នាំងនេះគឺធ្វើយកទៅបង្កេនលោកនៅឯវត្តទេបាទគឺសម្លស្ងោរចាប់ឆាយបាទឥឡូវពុកម៉ែបងប្អូនងាកមកតាមដានទស្សនាជាមួយនឹងមេធីមបាទគាត់ចាប់ផ្ដើមផ្សំគ្រឿងគឺគាត់ចាប់ផ្ដើមបំពងខ្ទឹមដាក់សាច់ជ្រូកចូលអញ្ចឹងទៅកូរដាក់ជាមួយហ៊ីប៊ីយឺហ៊ឺកូរចូលជាតិគ្នាដាក់គ្រឿងអំបិលស្ករសបែកចេងទឹកប្រេងខ្យងចូលងុំហើយមេធីមចាប់ផ្ដើមចាក់នៅបាទសាច់ថៅមើមការ៉ុតបន្ទាប់មកទៀតដាក់ស្បែកជ្រូកបាទនិយាយពីឲ្យតែសម្លស្ងោរចាប់ឆាយមេធីមទឹកដូងចូលចិត្តកំងប្រាប់មេធីមឲ្យដាក់ស្បែកជ្រូកឲ្យច្រើននិងពពុះសណ្ដែកបាទព្រោះមេធីមទឹកដូងចូលចិត្តណាស់បាទបងប្អូនឥឡូវនេះមេធីមចាប់ផ្ដើមចាក់បន្ថែមនៅបន្លែស្ពៃបាទស្ពៃបូកូបាទចាក់ចូលបន្ថែមទៀតឲ្យកាន់តែមានរសជាតិបាទដោយសារថ្ងៃដែរហើយបាទពេលទៅវត្តទៅតែមេធីមជាមួយកូនទេបាទព្រោះមេធីមទឹកដូងអត់បានទៅទេពុកម៉ែបងប្អូនអើយព្រោះជាប់នៅមើលផ្ទះបាទនៅមើលផ្ទះបាទបងប្អូនតោះបរិយាកាសថ្ងៃនេះបាទខ្យល់បក់សៀកល្អណាស់បាទខ្យល់បក់ប៉ុន្តែថ្ងៃរះរៀងក្តៅបានខ្យល់យោងបន្តិចបាទឥឡូវពុកម៉ែបងប្អូនងាកមកតាមទស្សនាបាទស្ងោរចាប់ឆាយមេធីមបានងុំចូលបន្លែត្រួតត្រោមហើយមេធីមចាប់ផ្ដើមចាក់ទឹកចូលបន្ទាប់ពីចាក់ទឹកចូលហើយកូរបន្តិចបន្ថែមបន្លែមួយមុខទៀតទេមិនមែនបន្លែទេបាទគឺពពុះសណ្ដែកបាទបងប្អូនពពុះសណ្ដែកចូលបាទពពុះសណ្ដែកនេះគឺមេធីមអត់បានបំពងទេបាទគឺគាត់ត្រាំទឹកត្រាំលាងជាមួយសូរ៉ាបាទសាសយើងហ្នឹងបាទលាងសាសូរួចរយដោយសារបញ្ញាប់តិចមិនបានបំពងទេបាទពុកម៉ែបងប្អូនហើយពុកម៉ែបងប្អូនចង់បំពងក៏បានដែរតែមេធីមអត់បានបំពងទេគឺគាត់លាងជាមួយស្រាសូហើយយកមកសម្អាតជាមួយទឹកធម្មតាយើងគឺទឹកក្តៅយើងហ្នឹងបាទបន្ទាប់ពីស្អាតហើយយកមកស្លយើងមកបាទឥឡូវពុកម៉ែបងប្អូនឃើញថាសម្លរបស់មេធីមបានឆ្អិនហើយក៏បន្ថែមរសជាតិឲ្យកាន់តែឈ្ងុយទៀតនោះគឺដាក់គូខ្ទឹមជាមួយស្លឹកខ្ទឹមបាទដាក់ចូលអញ្ចឹងទៅកូរជ្រាវអញ្ចឹងទៅបាទជាក្លិនឈ្ងុយទៅដល់មេធីមទឹកដូងកំពុងតែដេកនៅមុខបាទអត់បានជួយថតជួយកាន់កាមេរ៉ាទេបាទបងប្អូនព្រោះយប់មិញនេះបាទទៅលេងមហាសង្ក្រាន្តនៅវត្តជួបជុំពុកម៉ែបងប្អូនដាក់ទឹកដូងអស់មកយូរពីរយួរងើបលេងរួចបាទងើបក្តិតបាសក្បាលងើបក្បាលបាសក្តិតបាទឥឡូវបន្ទាប់ពីសម្លបានឆ្អិនហើយមេធីមចាប់ដើមភ្លុះបន្តិចបាទអត់អីទេយើងដួសភ្លុះអញ្ចឹងមិនអីទេបាទបងប្អូនតែមិនភ្លុះមិនដឹងរសជាតិបាទយើងដាក់គ្រឿងមិនត្រូវចេះតែដួសយកទៅប្រគេនលោកឆាន់ទៅមិនឆ្ងាញ់ហ្នឹងក៏ពិបាកទៀតបាទអញ្ចឹងយើងចាប់ដើមភ្លុះបន្តិចសិនតែឲ្យដឹងរសជាតិដោយថាខ្វះស្ករថែមស្ករខ្វះប៊ីចេងថែមប៊ីចេងខ្វះអំបិលថែមអំបិលអញ្ចឹងទៅ